អាមេរិកចាលុយ$22.9 លានសម្រុកផលិតមីស៊ីលដ៏មានអានុភាព Tomahawk ឲ្យបានលើក 1000 គ្រាប់ក្នុងមួយឆ្នាំដើម្បីបំពេញឃ្លាំងអាវុធសហរដ្ឋអាមេរិកកំពុងបង្កើនកម្លាំងវាយប្រហាររយៈចម្ងាយឆ្ងាយកាន់តែខ្លាំងដោយក្រុមហ៊ុន Raytheon ទទួលបានកិច្ចសន្យាតម្លៃ$22.9 លានដើម្បីពង្រីកការផលិតមីស៊ីលបាញ់ចម្ងាយឆ្ងាយដ៏មានអានុភាព Tomahawk សម្រាប់កងទ័ពជើងទឹកអាមេរិកកិច្ចសន្យារយៈពេលច្រើនឆ្នាំនេះនឹងជំរុញការផលិតមីស៊ីល Tomahawk ឲ្យលើស 1000 គ្រាប់ក្នុងមួយឆ្នាំខណៈក្រុង Washington កំពុងប្រញាប់បំពេញឃ្លាំងអាវុធនិងពង្រឹងសមត្ថភាពផលិតអាវុធក្នុងស្រុកនេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Interesting Engineering កាលពីថ្ងៃទី17 ខែសីហាឆ្នាំ2026មីស៊ីល Tomahawk គឺជាមីស៊ីលដ៏សំខាន់មួយក្នុងឃ្លាំងអាវុធរបស់អាមេរិកដែលមានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយឆ្ងាយពី900ទៅ1600គីឡូម៉ែត្រដោយអនុញ្ញាតឲ្យកងទ័ពអាមេរិកវាយប្រហារគោលដៅឆ្ងាយដោយមិនចាំបាច់បញ្ជូនទាហានទៅជិតតំបន់គោលដៅ Raytheon បានបង្កើនការផលិតជាបន្តបន្ទាប់ក្នុងឆមាសទី1ឆ្នាំ2026ក្រុមហ៊ុនបានប្រគល់មីស៊ីល Tomahawk ច្រើនជាង3ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2025ក្រោមកិច្ចសន្យាថ្មីក្រុមហ៊ុន Raytheon នឹងវិនិយោគបន្ថែមលើរោងចក្របច្ចេកវិទ្យាកម្លាំងពលកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីបង្កើនល្បឿនការផលិតក្រុមហ៊ុនក៏នឹងទទួលបានការគាំទ្រពីអ្នកផ្គត់ផ្គង់ខ្នាតតូចនិងមធ្យមរាប់រយក្រុមហ៊ុននៅទូទាំងសហរដ្ឋអាមេរិកលោក Phil Jasper ប្រធានក្រុមហ៊ុន Raytheon បានហៅ Tomahawk ថាជាអាវុធវាយប្រហារដ៏សំខាន់បំផុតរបស់កងទ័ពជើងទឹកអាមេរិកដោយសារវាអាចវាយប្រហារកម្លាំងសត្រូវនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រដោយកាត់បន្ថយការប្រឈមហានិភ័យរបស់ទាហានអាមេរិកការផលិតឲ្យលើស 1000 គ្រាប់ក្នុងមួយឆ្នាំនិងជាការកើនឡើងដ៏ធំសម្រាប់ Tomahawk និងផ្ដល់ឲ្យអាមេរិកនៅការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដែលមានស្ថិរភាពជាងមុនសម្រាប់ទាំងកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តការចាក់បញ្ចូលទុន$22.9 លានក៏ជាការបង្ហាញពីការបដិញ្ញាចិត្តរបស់ក្រុង Washington ក្នុងការពង្រីកការផលិតអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយក្នុងស្រុកនិងពង្រឹងឃ្លាំងអាវុធរបស់ខ្លួនស្របពេលបរិយាកាសសន្តិសុខពិភពលោកកាន់តែតានតឹងខ្ញុំតារាពី RT News